គោយន្តគឺយើងមានពីរប្រភេទជាប្រភេទគោយន្តប្រើកលេណានិងប្រើខ្សែពានអញ្ចឹងបងប្អូនដែលប្រើគោយន្តជាលក្ខណៈកលេបងប្អូនត្រូវប្រយ័ត្នបន្តិចព្រោះគោយន្តដែលប្រើកលេតែវាហ៊ានតែគាំងអ្វីមួយណាគាំងអ្វីមួយគប់ពេលអីមួយគឺវាបំបើសិនជាមិនខូចក្បាលម៉ាស៊ីនទេគឺខូចស្បែកបើមិនខូចស្បែកគឺខូចប្រអប់លេខហើយណាជាងហើយយើងត្រូវមានការប្រុងប្រយ័ត្នតិចប៉ុន្តែបើបងប្អូនទិញគោយន្តដែលប្រើកលេគឺចំណេញគេអ្វីដែលបងប្អូនចំណេញគឺស៊ីប្រេងតិចដោយសារវាខ្លាំងណាវាខ្លាំងហើយភាគច្រើនបងប្អូនដែលទិញទៅប្រើជាគ្រួសារប្រើដៃមួយកម្រខូចប្រើកលេឲ្យតែយើងទិញរបស់ដែលមានគុណភាពប៉ុន្តែបងប្អូនបើសិនជាយើងទិញទៅជាប្រើជារួមដូចជាក្រុមហ៊ុនឬក៏អីចឹងវាពិបាកតិចដោយសារអ្នកដែលប្រើមិនរបស់គាត់ទេណាជាងកំហូចទី1អាចខូចម៉ាស៊ីនបងប្អូនឃើញទេបាទម៉ាស៊ីនដែលខូចយកមានយកទៅស្រួលយកទៅកែយកទៅកលឹងយកទៅអីអញ៉ៃដូរមកមួយឈុតនេះដូរសម្បកវាថ្មីមួយឈុតមកណាបាទមកអញ្ចឹងឲ្យដូរពីស្តុកដូរឲ្យមកមួយសេតមកអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងជួសជុលហើយវាត្រូវតែដូចថ្មីដូចស្រៀងអញ្ចឹងបាទនេះនៅខាងខ្លួនយើងជួសជុលរបៀបអញ្ចឹងណាយើងអត់យកទៅកែខៃឬក៏នេះទេអត់ស្រួលទេអញ្ចឹងជាការ recommend មូលហេតុដែលឆាប់ខូចហេតុអីទី1ដោយសារគាត់ប្រញាប់ទៅផ្ទះប្រញាប់ទៅហើយប្រញាប់ទៅផ្ទះគាត់រួឲ្យខ្ទេចហ្មងអញ្ចឹងវាមុនក្រោយវានឹងឆាប់ខ្ទេចបើយកអ្នកគ្រប់គ្រងថែទាំណាទី2ការប្រើប្រាស់ប្រេងជួនកាលប្រេងត្រូវទិញតម្លៃ$20ឬគាត់ទៅទិញ$3អញ្ចឹងក៏វាឆាប់ខ្ទេចដែរណាបងប្អូនហើយវាមានកត្តាជាច្រើនទៀតChemcool តែតែផ្ដល់ជា recommendation ពេលដែលគាត់ទិញណាជាងហើយជាងការប្រើប្រាស់ប្រភេទគោយន្តដែលប្រើកលេទាមទារឲ្យយើងនឹងមានភាពអត់ធ្មត់កុំបញ្ញាពេកកុំលឿនពេកពេលណាគាំងទៅលើកទៅអីយើងមានការ recommend ច្រើនណាតាំងពីការប្រើប្រាស់ប្រេងស្អីហ្នឹងអញ្ចឹងបើយើងប្រើអត់ដឹងហើយមិនមានការគ្រប់គ្រងដិតដល់របស់តែត្រូវប្រើ5ឆ្នាំប្រើតែមួយអាទិត្យក៏ខ្ទេចដែរបងប្អូនរបស់មកវិធានណាក៏ត្រូវតែខ្ទេចអានេះយើងបញ្ជាក់អញ្ចឹងហើយបងប្អូនចង់ដឹងព័ត៌មានលម្អិតបងប្អូនអាចទាក់ទងមក Chemcool ហើយChemcoolយើងមានលក់គ្រឿងកសិកម្មពាក់ព័ន្ធនឹងគោយន្តមានគ្រប់ប្រភេទតាំងពីប្រើប្រភេទខ្សែពានប្រើកលេខ្នាតតូចខ្នាតធំយើងមានអរគុណច្រើន